បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺជាថ្ងៃច័ន្ទថ្ងៃស្អែកថ្ងៃបុណ្យអុំទូកអញ្ចឹងមុននឹងដល់ប្រវត្តិរំលឹកនៅវត្តបុណ្យអុំទូកនេះគឺក៏សូមកលេចមកមើលនៅជាងប្រាសាទទីឆ្មាជាគេដំណើររបស់ដូនតាខ្មែរយើងនេះដែរគឺបងប្អូនអស់លោកបានឃើញនេះគឺជាចម្លាក់ហ្នឹងគឺអុំទូកប៉ុណ្ណាំងទូកវែងទូកងនេះគឺមានតាំងពីសម័យមុនមកយូរវែងណាស់ហើយហើយពួកអាសៀមនេះកុំគិតថាជារបស់អញរបស់ឯងអប្រទេសថោកទាបជនជាតិថោកទាបនេះអុំទូកធ្វើសង្គ្រាមអុំទូកប៉ុណ្ណាំងហ្នឹងហើយហ្នឹងនេះហ្នឹងហើយនៅកន្លែងចាក់គ្នានេះប្រវត្តិទូកងហ្នឹងគឺគេធ្វើសង្គ្រាមនោះគេរំលឹកប៉ុនអុំទូកហ្នឹងប៉ុនអុំទូកធ្វើសង្គ្រាមហ្នឹងអូននៅពេលសម័យមុនមកនេះធ្វើសង្គ្រាមតាមផ្លូវទឹកនេះប្រវត្តិប៉ុនអុំទូកនេះគេចាក់ឆ្លាក់ចាជាប់នឹងជាងប្រាសាទហ្នឹងហ្មងច្រើនណាស់នេះខាងក្រោមមានត្រីហូហែអញ្ចឹងមកនោះទឹកស្លាប់ត្រីស៊ីត្រីអីចឹងទៅនេះមានជាហូហែនេះច្រើនណាស់គិតទៅខ្មែរយើងជាប្រទេសមួយរុងរឿងមែនទេបានឆ្លាក់ចាជាប់នឹងជាងហ្នឹងហ្មងប្រវត្តិរឿងអីសរសេរមិនបានសរសេរជាសភៅទេតែសរសេរជាឆ្លាក់ជាចម្លាក់ទុកឲ្យកូនចៅជំនាន់ក្រោយមើលដឹងច្រើនណាស់នេះប្រវត្តិអីផ្សេងនេះទៅហូហែមកជុំប្រាសាទនោះមានវីដេអូមុនខ្ញុំថតនៅខាងលិចប្រាសាទណាអានេះខាងជើងអានេះខាងកើតនេះមើលច្រើនណាស់សាទីឆ្មានេះថាជួសជុលបានវិញអាឆារយៈខ្លាំងជាងប្រាសាទយ៉ាងខ្លាំងជាងប្រាសាទគោធំទីឆ្មានេះពាក់បរោះយើងធ្វើចេញមកមិនធម្មតាទេណែខាងនេះក៏មើលសង្គ្រាមទូកដែរនោះមិនទូចទេនោះហូហែទៅនោះអូច្រើនណាស់នោះនេះបែកខាងមុខសសរនេះសសរកំផែងជុំវិញហ្នឹងតែបាក់កំផែងហើយកំផែងនៅខាងនោះវីដេអូកដាលបាយបាយអរគ្នាលាសិនណាហើយក្រោយជួបគ្នាទៀតមានឱកាសមកលេងទៀតស្អាតណាស់មើលមិនទាន់ឆ្អែតទេ